សូមស្វាគមន៍មកកាន់កម្មវិធីទស្សនវិភាគបច្ចេកវិទ្យាជាមួយខ្ញុំ Admin Map ថ្ងៃនេះយើងនឹងធ្វើការវិភាគស៊ីជម្រៅទៅលើប្រធានបទដ៏សំខាន់មួយដែលទាក់ទងនឹងទិសដៅអនាគតនៃការអភិវឌ្ឍបណ្ដាញអ៊ីនធឺណិតនិងបរិស្ថាន Digital ជាសកលដែលមានប្រភពចេញពីប្រទេសចិនជាពិសេសយើងនឹងពិភាក្សាអំពីសេចក្តីថ្លែងការណ៍ដ៏គួរឲ្យកត់សំខាន់មួយរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិនដែលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អយន្តការយូរអង្វែងសម្រាប់ការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតនេះមិនមែនគ្រាន់តែជាបញ្ហាផ្ទៃក្នុងរបស់ចិននោះទេប៉ុន្តែជាទស្សនវិស័យមួយដែលឆ្លុះបញ្ចាំងពីនិន្នាការសកលនិងបញ្ហាប្រឈមរួមដែលប្រទេសនានាជុំវិញពិភពលោកកំពុងជួបប្រទះកាលពីពេលថ្មីៗនេះនៅឯការរៀនសូត្រជាក្រុមលើកទី23នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិនលោកស៊ីជីនភីងបានលើកឡើងនៅចំណុចគន្លឹះមួយដែលថាគួរតែធ្វើឲ្យយន្តការយូរអង្វែងនៃការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតមានភាពប្រសើរឡើងបន្តប្រកាន់លំហ Cyber ប្រកបដោយភាពស្អាតស្អំនិងភាពវិជ្ជមានសេចក្តីថ្លែងការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់អំពីការបដិញ្ញាចិត្តរបស់ថ្នាក់ដឹកនាំចិននៅក្នុងការបង្កើតបរិយាកាសអនឡាញដែលមានសុវត្ថិភាពអាចទុកចិត្តបាននិងប្រកបដោយគុណភាពខ្ពស់តើអ្វីទៅជាការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតហើយហេតុអ្វីបានជាវាត្រូវការយន្តការយូរអង្វែងតើពាក្យថាលំហ Cyber ប្រកបដោយភាពស្អាតស្អំនិងភាពវិជ្ជមានមានន័យយ៉ាងណាខ្លះទាំងនេះគឺជាសំណួរដែលយើងនឹងស្វែងយល់លម្អិតនាពេលបន្តិចទៀតនេះសូមចាប់ផ្ដើមជាមួយនឹងការបកស្រាយពីគំនិតនៃការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតពាក្យអេកូឡូស៊ីជាទូទៅសំដៅទៅលើការសិក្សាពីទំនាក់ទំនងរវាងសារពាង្គកាយនិងបរិស្ថានរបស់វារួមទាំងអន្តរកម្មស្មុគស្មាញរវាងពួកវាផងដែរនៅក្នុងបរិបទបណ្ដាញអ៊ីនធឺណិតអេកូឡូស៊ីនេះអាចត្រូវបានគេយល់ថាជាប្រព័ន្ធស្មុគស្មាញមួយដែលរួមមានទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមវេទិកាអនឡាញខ្លឹមសារ Digital កម្មវិធីក្បួនដោះស្រាយ algorithms ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងច្បាប់បទបំប្រៅនៅក្នុងអេកូឡូស៊ីនេះធាតុនានាមួយមានឥទ្ធិពលទៅវិញទៅមកហើយតុល្យភាពនៃប្រព័ន្ធនេះគឺមានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពនិងភាពរស់រវើករបស់វាដូច្នេះការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតនេះគឺមិនមែនត្រឹមតែជាការត្រួតពិនិត្យខ្លឹមសារឬការបិទគេហទំព័រមួយចំនួននោះទេប៉ុន្តែវាជាវិធីសាស្ត្ររួមមួយដែលមានទិសដៅបង្កើតនិងរក្សាបាននៅបរិយាកាសអនឡាញដែលមានសុខភាពល្អប្រកបដោយផលិតភាពនិងសីលធម៌វាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាច្រើនដូចជាការរារាលដាលព័ត៌មានមិនពិត misinformation និងព័ត៌មានคล้าย disinformation ការលួចបន្លំតាមអ៊ីនធឺណិត online scams ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត cyber crime ការបៀតបៀនតាមអ៊ីនធឺណិត cyber bullying ខ្លឹមសារអាសាអាភារការរំលោភបំពានទិន្នន័យឯកជន data privacy breach និងការប្រើប្រាស់អ៊ីនធឺណិតហួសកម្រិត internet addiction ជាដើមលើសពីនេះវាថែមទាំងរួមជាមួយនឹងការជំរុញការអភិវឌ្ឍខ្លឹមសារវិជ្ជមានការពកធាប់សាធារណៈប្រើប្រាស់និងការលើកកម្ពស់វប្បធម៌ Digital ប្រកបដោយការទទួលខុសត្រូវការលើកឡើងពីយន្តការយូរអង្វែងជាចំណុចសំខាន់មួយទៀតនោះបរិស្ថានអ៊ីនធឺណិតកំពុងវិវត្តយ៉ាងឆាប់រហ័សដោយមានបច្ចេកធាតុថ្មីៗដូចជាបញ្ញាសិប្បប្រណិត AI ការពិតនិម្មិត VR បណ្ដាញ 5G 5G និង Metaverse កំពុងលែងចេញជារូបរាងជាមួយនឹងការវិវត្តទាំងនេះបញ្ហាប្រឈមថ្មីៗក៏កើតមានជាបន្តបន្ទាប់ដែរដូច្នេះការឆ្លើយតបទៅនឹងបញ្ហាទាំងនេះដោយវិធីសាស្ត្រតែមួយមុខឬបណ្ដោះអាសន្នគឺមិនគ្រប់គ្រាន់នោះទេយន្តការយូរអង្វែងត្រូវការបង្កើតក្របខ័ណ្ឌច្បាប់និងបទប្រំប្រៅប្រកបដោយនិរន្តរភាពរចនាសម្ព័ន្ធស្ថាប័នមានប្រសិទ្ធភាពឧបករណ៍បច្ចេកទេសឆ្លាតវៃយុទ្ធការអប់រំសាធារណៈជាប់លាប់និងកិច្ចសហប្រតិបត្តិអន្តរជាតិយន្តការនេះត្រូវតែមានលក្ខណៈបត់ផ្លែនិងអាចស្របខ្លួនទៅតាមការផ្លាស់ប្ដូរដើម្បីធានាថាការគ្រប់គ្រងនឹងមានប្រសិទ្ធភាពជានិច្ចទោះបីជាបច្ចេកទេសនិងឥរិយាបថអ្នកប្រើប្រាស់ផ្លាស់ប្ដូរក៏ដោយឧទាហរណ៍ជាក់ស្ដែងរួមមានការធ្វើបច្ចេកនិពន្ធច្បាប់ជាប្រចាំការប្រើប្រាស់ AI សម្រាប់ត្រួតពិនិត្យខ្លឹមសារដោយស្វ័យប្រវត្តិការបង្កើតវេទិកាសម្រាប់រាយការណ៍បញ្ហាអនឡាញនិងការបង្កើតកម្មវិធីអប់រំសម្រាប់យុវជនអំពីសុវត្ថិភាពអ៊ីនធឺណិត
គោលដៅចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះគឺបន្តបង្កើតលំហ Cyber ប្រកបដោយភាពស្អាតស្អំនិងភាពវិជ្ជមានតើពាក្យស្អាតស្អំសំដៅលើអីវាសំដៅលើការមានខ្លឹមសារខុសច្បាប់គ្រោះថ្នាក់ឬបង្កគ្រោះថ្នាក់ដូចជាការបោកប្រាស់ការលេងល្បែងខុសច្បាប់ការញុះញង់ឲ្យមានអំពើហិង្សាឬការស្អែកស្ងិតនិងព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះជាដើមចំណុចឯវិជ្ជមានវិញគឺសំដៅលើការលើកកម្ពស់ខ្លឹមសារដែលមានប្រយោជន៍បង្កើតការយល់ដឹងលើកទឹកចិត្តដល់ការច្នៃប្រឌិតនិងការផ្លាស់ប្តូរគំនិតប្រកបដោយសុជីវធម៌វាក៏រួមមានការបង្កើតបរិយាកាសមួយដែលមនុស្សអាចចូលប្រើប្រាស់ព័ត៌មានដែលត្រូវការបានរៀនសូត្រចែករំលែកបទពិសោធន៍និងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកដោយសុវត្ថិភាពនិងភាពជឿជាក់សម្រាប់ប្រទេសចិននេះក៏ភ្ជាប់ទៅនឹងការជំរុញតម្លៃសង្គមនយោបាយគោលនិងការបង្កើតសង្គមមួយដែលពោរពេញដោយសុខដុមរមនាឥឡូវនេះសូមងាកមកមើលបរិបទនិងសារៈសំខាន់នៃសេចក្តីថ្លែងការណ៍នេះវិញរសៀលថ្ងៃទី18ខែវិច្ឆិកាខ្លងទៅនេះការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមចិនបានធ្វើការរៀនសូត្រជាក្រុមលើកទី23ស្ទើរពីបង្កើនការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតនេះបង្ហាញថាបញ្ហានេះត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុងរបៀបវរនយោបាយរបស់ចិនលោកស៊ីជីនភីងប្រធានរដ្ឋចិនបានលើកឡើងយ៉ាងច្បាស់ថាការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតគឺជាភារកិច្ចសំខាន់នៃការកសាងប្រទេសខ្លាំងក្លាភ្ញាក់ផ្អើលបណ្ដាញអ៊ីនធឺណិតពាក់ព័ន្ធនឹងការអភិវឌ្ឍនិងសន្តិសុខរដ្ឋនិងផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជនពាក្យថាប្រទេសខ្លាំងក្លាផ្នែកបណ្ដាញអ៊ីនធឺណិតវាញលោកឆាងគួរវាងលោកខៀងគួរជាគំនិតយុទ្ធសាស្ត្រស្នូលមួយរបស់ចិនដែលលើសពីគ្រាន់តែមានហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតទំនើបនោះទេវាសំដៅលើការមានសមត្ថភាពខ្ពស់នៃការអភិវឌ្ឍបច្ចេកទេស Digital ដោយខ្លួនឯងដូចជាបានឈីប AI ប្រព័ន្ធប្រតិបត្តិប្រព័ន្ធសេដ្ឋកិច្ច Digital រីចម្រើនយ៉ាងឆាប់រហ័សឥទ្ធិពលសកលនៅក្នុងលោក Cyber និងប្រព័ន្ធគ្រប់គ្រងបណ្ដាញអ៊ីនធឺណិតដ៏មានប្រសិទ្ធភាពការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតនេះគឺជាសសរស្ទង់ដ៏សំខាន់នៅក្នុងការសម្រេចបាននូវគោលដៅនេះព្រោះថាបើមិនមានបរិយាកាសអនឡាញដែលមានសន្តិភាពនិងស្ថិតនាទេទាំងការច្នៃប្រឌិតបច្ចេកទេសនិងការរីចម្រើនសេដ្ឋកិច្ច Digital ក៏នឹងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរការអះអាងថាបញ្ហានេះពាក់ព័ន្ធនឹងការអភិវឌ្ឍនិងសន្តិសុខរដ្ឋគឺជារឿងពិតទាំងអស់នៅក្នុងយុគសម័យ Digital បច្ចុប្បន្នបណ្ដាញអ៊ីនធឺណិតបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឧស្សាហកម្មដូចជាពាណិជ្ជកម្មអេឡិចត្រូនិកការទូទាត់ Digital សេវាកម្មខ្ពស់និងបញ្ញាសិប្បប្រណិតគឺសុទ្ធតែកើតចេញពីប្រព័ន្ធអ៊ីនធឺណិតបើមិនមានការគ្រប់គ្រងអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាពទេបញ្ហាដូចជាការបោកប្រាស់តាមអ៊ីនធឺណិតការលួចកម្មសិទ្ធិបញ្ញានិងការវាយប្រហារតាមអ៊ីនធឺណិតក៏អាចបំផ្លាញទំនុកចិត្តរបស់ប្រជាជននិងរាំងវាលកំណត់សេដ្ឋកិច្ច Digital ជាដើមឧទាហរណ៍ជាក់ស្ដែងគឺការរារាលដល់ព័ត៌មានពិតខ្លាំងដែលបង្កសង្ឃាតខ្លាំនិងប៉ះពាល់ដល់សន្តិសុខសង្គមចំពោះសន្តិសុខរដ្ឋវិញលោក Cyber បានក្លាយជាសមរភូមិដ៏សំខាន់មួយនៅក្នុងសតវត្សទី21ការវាយប្រហារតាមអ៊ីនធឺណិតអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ជារបស់ប្រទេសដូចជាបណ្ដាញអាកាសនីប្រព័ន្ធដឹកជញ្ជូនមន្ទីរតាយៈនិងជាដើមការរារាលដល់ព័ត៌មានមិនពិតឬការប្រកាសសម្ដែងកខណ្ឌក៏អាចបង្កអស្ថិរភាពសង្គមនិងនយោបាយផងដែរប្រទេសច្រើនជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាអន្តរាគមន៍ពីបរទេសតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីមានឥទ្ធិពលលើដំណើរនយោបាយឬបំបែកសង្គមដូច្នេះការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតគឺជាខៀវខត្រើប្រសំខាន់មួយប្រឆាំងនឹងការកំហែងទាំងនេះមួយវិញទៀតការគ្រប់គ្រងនេះក៏ប៉ះពាល់ដល់ផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជនផងដែរនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងរាល់សកម្មភាពច្រើនដូចជាការទិញទំនិញតាមអនឡាញការបង់វិក្កយល់ប្រាក់ការចូលជាកម្មជាមួយនឹងមិត្តភ័ក្តិនិងក្រុមគ្រួសារការទទួលព័ត៌មាននិងការរៀនសូត្រគឺសុទ្ធតែកើតឡើងតាមរយៈអ៊ីនធឺណិតការធានាថាបរិយាកាសអនឡាញមានសុវត្ថិភាពនឹងជួយប៉ះពាល់ប្រជាជនពីការបោកប្រាស់តាមអ៊ីនធឺណិតការលួចអត្តសញ្ញាណប័ណ្ណការបៀតបៀនតាមអ៊ីនធឺណិតនិងការលាតត្រដាងខ្លឹមសារដែលមិនសមរម្យជាពិសេសសម្រាប់កុមារនិងយុវវ័យឧទាហរណ៍ជាក់ស្ដែងមួយគឺការទប់ស្កាត់ការបៀតបៀនតាមអ៊ីនធឺណិតដែលអាចបង្កឲ្យមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដល់ជនរងគ្រោះឬការប៉ះពាល់អ្នកប្រើប្រាស់ពីការបាត់បង់ប្រាក់កាក់តាមរយៈការបោកប្រាស់វិនិយោគคล้ายៗតាមបណ្ដាញសង្គមដូច្នេះលំហ Cyber ដែលមានសុវត្ថិភាពគឺជាសិទ្ធិមូលដ្ឋានមួយដែលបរិបទសម្រាប់នឹងទទួលបានដើម្បីសម្រេចបាននូវគោលដៅទាំងនេះលោកស៊ីជីនភីងបានសង្កត់ធ្ងន់ថាគួរតែធ្វើឲ្យយន្តការយូរអង្វែងនៃការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតមានភាពប្រសើរឡើងដោយប្រសើរទៅលើការលើកកម្ពស់លក្ខណៈចាក់សវិស័យលក្ខណៈចំគោលដៅលក្ខណៈប្រព័ន្ធនិងលក្ខណៈសម្រួលនៃការគ្រប់គ្រង
ចំណែកទាំង4នេះគឺជាសសរស្ទង់សំខាន់ៗដែលកំណត់ពីប្រសិទ្ធភាពនិងនិរន្តរភាពនៃការគ្រប់គ្រងទី1លក្ខណៈចាក់សវិស័យមានន័យថាការគ្រប់គ្រងមិនមែនត្រឹមតែឆ្លើយតបទៅនឹងបញ្ហាដែលមានស្រាប់នោះទេប៉ុន្តែត្រូវតែមានសមត្ថភាពនៅក្នុងការទស្សនានិងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមថ្មីៗដែលនឹងកើតមាននាពេលអនាគតវិជ្ជមានសំខាន់ៗជាងមុនដូចជា deepfake ការបោកប្រាស់ដោយ AI និងការកំហែងតាមប្រយ័ត្នបច្ចេកទេសកងទិចគឺត្រូវឲ្យអ្នកកំណត់គោលនយោបាយមានការគិតគូរវែងឆ្ងាយឧទាហរណ៍រដ្ឋាភិបាលគួរតែវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍដើម្បីស្វែងយល់ពីផលប៉ះពាល់នៃបច្ចេកទេសថ្មីៗជាមុននិងរៀបចំច្បាប់បទកំប្រៅដែលអាចស្របខ្លួនបានទី2លក្ខណៈចំគោលដៅមានន័យថាការអនុវត្តវិធានការគ្រប់គ្រងត្រូវតែមានភាពជាក់ស្ដែងនិងមិនមែនជាការដាក់ទណ្ឌកម្មទូទៅនោះទេវាមិនមែនជាការបិទវេទិកាទាំងមូលឬការហាមឃាត់ខ្លឹមសារមួយចំនួនដោយមិនពិចារណាឲ្យបានល្អនោះទេផ្ទុយទៅវិញឡើងវាទាមទ្រឲ្យមានការកំណត់អត្តសញ្ញាណដ្ឋានបញ្ហាជាក់ស្ដែងនិងការអនុវត្តដំណាក់កាលដែលសមស្របទៅនឹងប្រភេទខ្លឹមសារវេទិកាឬឥរិយាបថខុសឆ្ងល់ឧទាហរណ៍ការអនុវត្តគោលនយោបាយខុសគ្នាសម្រាប់បណ្ដាញសង្គមវេទិកាព័ត៌មានឬវេទិកាអប់រំអាចធ្វើឲ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពនិងមិនរាំងដល់ការច្នៃប្រឌិតឬសេរីភាពបញ្ចេញមតិស្របច្បាប់ទី3លក្ខណៈប្រព័ន្ធសំដៅទៅវិធីសាររួមដែលមិនមែនគ្រាន់តែជាវិធានការដាច់ដោយឡែកនោះទេវាទាមទ្រឲ្យមានការស្របសម្រួលរវាងច្បាប់បទប្រំពៃគោលនយោបាយការអនុវត្តបច្ចេកទេសនិងការចូលរួមរបស់សាធារណជនការគ្រប់គ្រងអេកូឡូស៊ីបណ្ដាញអ៊ីនធឺណិតគួរតែត្រូវបានគេមើលថាជាប្រព័ន្ធរួមមួយដែលធាតុផ្សំនានាមួយមានទំនាក់ទំនងគ្នាទៅវិញទៅមក